បាទជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះព្រែកប្រាបេតាហ្វាមបាទចេញវីដេអូមួយទៀតបាទពាក់ព័ន្ធជាមួយនឹងបងប្អូនយើងគាត់ខមមិនថាត្រីមុនចេញខំតើយើងរៀបចំយ៉ាងម៉េចធ្វើយ៉ាងម៉េចបាទថ្ងៃនេះខ្ញុំបាទរៀបចំត្រី7គ្រាប់ហើយខ្ញុំនឹងចេញវីដេអូបាទចេញវីដេអូនេះដើម្បីបកស្រាយជូនបងប្អូនយើងបាទនេះជាត្រីដែលយើងត្រៀមនឹងខំហើយតិចទៀតយើងយកទៅខំហើយខ្ញុំចង់បង្ហាញតិចត្រីនៅពេលដែលមុននឹងយើងយកទៅខំបាទសម្រាប់ត្រីគឺយើងដកចេញពីដេកបាទយើងនិយាយចាប់ពីដកចេញពីទឹកត្នេកមកគឺយើងចាប់ផ្ដើមឡើងកែវបាទយើងឡើងកែវសីបាទយើងឡើងកែវសីដូចកែវអស់នោះអញ្ចឹងបាទយើងឡើងកែវវាធម្មតាអញ្ចឹងទៅហើយយើងឲ្យវាលេងមេពងបាទមេពងយើងឲ្យវាលេងត្រឹម5នាទីទៅ10នាទីបានហើយបាទពេលដែលយើងមើលយើងសង្កេតមើលវាជុះបាទចាំមើលវាជុះអាចសិនបាទឬក៏មិនទាន់ជុះក៏បានដែរបងប្អូនប៉ុន្តែកំណត់លេងត្រឹមតែ5នាទីឬក៏10នាទីទេបាទលេងមកបងប្អូនចាប់វាដាក់ក្នុងកែវតហ៊ូមកបាទកែវដែលយើងត្រៀមយកទៅខំហ្នឹងនេះបាទហើយសម្រាប់កែវទាំងអស់នេះបាទបងប្អូនឃើញកែវអញ្ចឹងហើយបងប្អូនអាចយកកែវផ្សេងទៅតាមដែលបងប្អូនអធិស្ឋានបងប្អូនកែវទូធំជាងនេះក៏បានបាទឬក៏ទូជាងនេះក៏បានបាទព្រោះកែវនេះគឺយើងគ្រាន់តែដាក់ត្រីយកទៅខំទេហើយពេលដែលយើងឡើងកែវមកបងប្អូនត្រូវបាទឡើងកែវបែបនេះហើយយើងមានពិលបងប្អូនបាទពិលឬក៏បងប្អូនភ្នែកប៉កែអីបាទយើងប្រើពិលដើម្បីប្រចាំងមើលថាតើត្រីមួយវាមានបាទវាមានឡើងចៃវាមានផ្សិតឬក៏វាមានបញ្ហាមាត់បញ្ហាធ្មេញអីដែរឬទេបាទអញ្ចឹងយើងត្រូវប្រចាំងមើលវាបាទនេះយើងត្រូវប្រចាំងឲ្យត្រីនៅពេលដែលយើងថែបងប្អូនមើលសុខភាពវាទៅបាទសុខភាពវាគឺវាកាចហើយនឹងវារូបាទវារូខ្លាំងបាទអញ្ចឹងបងប្អូនអាចសម្គាល់មើលបាទយើងមើលទៅបាទថាត្រីអញ្ចឹងត្រីនេះគឺស្អាតទាំងអស់បាទស្អាតទាំងអស់ស្អាតទាំងអស់បាទអញ្ចឹងយើងប្រចាំងមើលអញ្ចឹងបាទមើលវាការអួតរបស់វាអញ្ចឹងបាទយើងមើលទៅឃើញថាវាកាចបងប្អូនបាទអញ្ចឹងគឺពេញអស់ហើយបាទត្រីនេះទើបខ្ញុំថតបាទថតជូនបងប្អូនគឺយើងថែពេញសាច់អស់ហើយលទ្ធផលយ៉ាងណាគឺយើងអត់ដឹងទេបាទគ្រាន់តែការថែបាទគឺយើងថែបាទយកចិត្តទុកដាក់ហ្នឹងហើយមានគីឡូធំគីឡូទូចបាទអញ្ចឹងឲ្យតែត្រូវគីឡូបាទត្រីមកពីខាងណាក៏វាយដែរបាទប្រកាសទុកមុនអញ្ចឹងបាទវៀតណាមក៏ដោយឥណ្ឌូនេស៊ីក៏ដោយម៉ាឡេស៊ីក៏ដោយត្រីចោសៀមក៏ដោយបាទឲ្យតែត្រូវគីឡូអត់កិច្ចទេបាទហើយនេះសិតតែកូនសបុកទេណាបងប្អូនបាទកូនសបុកព្រែកប្រាបេតាហ្វាមសុទ្ធតែម្ដងបាទអត់មានត្រីក្រៅស្រុកអីយកចូលមកទេឥឡូវនេះបាទយូមានត្រីបងប្អូនយើងខាងវៀតណាមបាទយូម្ដងបាទហ្នឹងហើយអញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែបាទធ្វើដើម្បីបង្ហាញបងប្អូនដែលគាត់ខមមិនបាទគាត់ស្នើសុំឲ្យខ្ញុំធ្វើវីដេអូបាទហើយរឿងទឹកត្នេកទឹកអីហ្នឹងខ្ញុំបានធ្វើជាវគ្គបាទនោះគីឡូទឹកដេករបស់ខ្ញុំបាទហ្នឹងហើយយើងយកទឹកដាក់ក្នុងកែវហ្នឹងមកប៉ុន្តែយើងឡើងត្រីនៅក្នុងកែវដែលយើងសីវាបាទយើងសីវា5នាទី10នាទីរួចបានយើងចាប់ដាក់ក្នុងកែវនេះអញ្ចឹងដូចជាមិនមានអីដែលទៅចង់បង្ហាញបងប្អូនទៀតទេហើយសម្រាប់ពេលដែលយើងយកទៅគឺយើងរុំបាទបងប្អូនរុំกระดาษបាទរុំกระดาษសឬกระดาษពណ៌លឿងឬក៏กระดาษពណ៌ក្រហមបាទគុំរុំกระดาษពណ៌ខ្មៅกระดาษពណ៌ខ្មៅវាសម្មោលបងប្អូនបាទពណ៌សក៏សម្មោលប៉ុន្តែពេលថ្ងៃអត់ស្អីអីទេបាទអញ្ចឹងយើងអាចរុំជាกระดาษសភៅกระดาษអីចឹងទៅបាទបិទវាកុំឲ្យវាអួតគ្នាធ្វើឲ្យហើបថ្គាមវាខំហើបមាត់បាទហ្នឹងហើយជារឿងដែលយើងត្រូវធ្វើឲ្យសម្គាល់បាទបងប្អូនមើលសម្គាល់មើលថាតើក្នុង7គ្រាប់ហ្នឹងមួយណាដែលបងប្អូនស្រឡាញ់ជាងគេចាប់អារម្មណ៍ជាងគេបាទបងប្អូនលេងទៅបាទហ្នឹងអញ្ចឹងមានតែប៉ុណ្្នឹងទេបាទហើយបើមានចម្ងល់មានបញ្ហាអីបងប្អូនអាចខមមិនបាទខមមិនខ្ញុំនឹងមើលខមមិនរួចខ្ញុំនឹងឆ្លៀតធ្វើវីដេអូរឿយជូនបងប្អូនទៅមើលទស្សនាបន្តទៅទៀតបងប្អូនបាទអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ